ខ្ញុំនឹងសុំអ្វីទាំងអស់តែសម្រាប់លើទ្រង់ជុំខ្ញុំនឹងរស់តាមអ្វីទ្រង់អើយពេលមានភួបងបោខ្ញុំនឹងស្ដាប់តាមទ្រង់ខ្ញុំសូវនៅជាមួយព្រះអង្គខ្ញុំនឹងចូលជារៀងរហូតខ្ញុំជាកម្មសិទ្ធិទ្រង់ល្អអត់ខ្ញុំហើយតែអត់ខ្ញុំទ្រង់ជាម្ចាស់ជីវិតខ្ញុំទ្រង់ជាម្ចាស់ជីវិតខ្ញុំទ្រង់ជាម្ចាស់ជីវិតខ្ញុំខ្ញុំបានស្គាល់ហើយឃើញថាទ្រង់សែនល្អខ្ញុំពេញចិត្តទ្រង់មួយបំណងដូចសត្វក្តាន់ដងហើយចង់បានទាំងជ្រោះតែខ្ញុំវិញចង់បានព្រះគ្រីស្ទខ្ញុំនឹងចូលជារៀងរហូតខ្ញុំជាកម្មសិទ្ធិទ្រង់ល្អអត់ខ្ញុំហើយតែអត់ខ្ញុំទ្រង់ជាម្ចាស់ជីវិត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 ខ្ញុំតើអ្នកណាមកជួយខ្ញុំគឺមកពីព្រះវរបិតាព្រះអង្គតែស្មោះត្រង់ជាព្រះដ៏សន្សពរទូលរូបកាយកូនពងភ័យព្រះអង្គនៅតែស្ថិតស្ថេរឋានសួគ៌នឹងស្រែកច្រៀងឡើងពីក្តីស្នេហ៍ដ៏អស្ចារ្យទ្រង់ជាទីមួយនឹងចុងក្រោយពេលវេលាក្នុងដៃទ្រង់មិនមែនតាមចិនខ្ញុំទេពេលទ្រង់រួចរាល់រាជទ្រង់មកដល់ទោះបីផែនដីប្រែប្រួលតែព្រះអង្គនៅសន្សេរព្រះអង្គទាំងបីទ្រង់គង់នៅរហូតគ្មានទីបញ្ចប់
ខ្ញុំនឹងសុំអ្វីទាំងអង្គតែសម្រាប់លើទ្រង់ជុំខ្ញុំនឹងរស់តាមអ្វីទ្រង់អោយពេលមានភួបងបោខ្ញុំនឹងស្ដាប់តាមទ្រង់ខ្ញុំសួរនៅជាមួយព្រះអង្គ